ថ្ងៃនេះយើងមកឆ្លើយនៅសំណួរមួយនៅក្នុងមេរៀនទី1ដែលតាក់ទងជាមួយនឹងមេរៀនបញ្ញាដែលសំណួរនោះគឺគេចោទសួរថាតើបញ្ញាត្រូវបានលោកអ្នកប្រាជ្ញចែកជាប៉ុន្មានប្រភេទអ្វីខ្លះចូលពន្យល់ចឹងបើសិនបើសំណួរត្រូវបានលើកឡើងបែបនេះគឺបងប្អូនអាចឆ្លុះបញ្ចាំងនៅក្នុងខ្លឹមសារមេរៀនសិលធម៌ពលរដ្ឋវិទ្យាថ្នាក់ទី12របស់យើងថាបញ្ញាគឺត្រូវបានលោកអ្នកប្រាជ្ញបែងចែកជា2ប្រភេទធំៗគឺបញ្ញាប្រតិបត្តិនិងបញ្ញាទ្រឹស្ដីហើយដូចម្តេចដែលហៅថាបញ្ញាប្រតិបត្តិអញ្ចឹងបញ្ញាប្រតិបត្តិបើសិនបើយើងយោងតាមខ្លឹមសារនៃសភៅសិលធម៌ពលរដ្ឋថ្នាក់ទី12យើងដដែលគឺលោកបានកំណត់អត្ថន័យថាជាបញ្ញាកម្រិតទាបដែលកើតឡើងចំពោះសត្វស្វានិងកូនក្មេងក្រោមអាយុ2ឆ្នាំហើយបញ្ញាប្រភេទនេះគឺមានលក្ខណៈប្រតិបត្តិសុទ្ធសាធហើយវាផ្សារភ្ជាប់ទៅនឹងអ្វីមួយដែលជារូបិយជានិច្ចមានន័យថាលក្ខណៈនៃបញ្ញាប្រតិបត្តិនេះបើសិនបើវាដោះស្រាយបញ្ហាគឺអាចដោះស្រាយបញ្ហាដែលមានលក្ខណៈរូបិយតែប៉ុណ្ណោះហើយវាគឺជាការប្រតិបត្តិតាមសុទ្ធសាធនឹងតែម្ដងហើយដើម្បីឲ្យបងប្អូនងាយយល់ងាយចងចាំងាយក្នុងការត្រេះរិះពិចារណាទៅលើបញ្ញាប្រតិបត្តិនេះយើងឧទាហរណ៍ដូចជាសត្វស្វាហើយនិងកូនក្មេងដែលមានអាយុក្រោម2ឆ្នាំបើសិនបើយើងកលេចទៅមើលសកម្មភាពរបស់ក្មេងគឺថាកម្រិតនៃការត្រេះរិះពិចារណារបស់ក្មេងគឺអត់ទាន់មានជ្រៅជ្រះនៅឡើយទេក៏ប៉ុន្តែផ្ទុយទៅវិញក្មេងគឺគាត់ចង់ចេះចង់ដឹងអ្វីមួយលុះត្រាតែគាត់បានមើលឃើញឬគាត់បានត្រាប់តាមនៅមនុស្សចាស់ទៅគាត់អាចស្វែងយល់ដឹងពីអ្វីនោះបានឧទាហរណ៍ដូចជាមនុស្សចាស់គាត់ចង់ឲ្យក្មេងចេះសំពះអញ្ចឹងដើម្បីឲ្យក្មេងចេះសំពះតើត្រូវធ្វើដូចម្តេចអញ្ចឹងតាមរយៈបញ្ញាប្រតិបត្តិរបស់ក្មេងគឺក្មេងនឹងត្រូវធ្វើប្រតិបត្តិតាមមនុស្សចាស់អញ្ចឹងមនុស្សចាស់គាត់ចាប់ដៃក្មេងនឹងឲ្យធ្វើអីជូនកាក់អញ្ចឹងចុះអញ្ចឹងមនុស្សចាស់ចាប់ដៃក្មេងឲ្យទាញជូនកាក់អញ្ចឹងទៅហើយក្មេងក៏ធ្វើតាមអញ្ចឹងទៅដល់ពេលលើកក្រោយទៀតមនុស្សចាស់មិនបាច់ចាំទាញដៃក្មេងទេគ្រាន់តែមនុស្សចាស់និយាយថាជូនកាក់ហើយក្មេងនោះក៏អាចធ្វើបានអញ្ចឹងលក្ខណៈនឹងហើយគឺជាលក្ខណៈនៃបញ្ញាប្រតិបត្តិរីឯបញ្ញាមួយទៀតគឺបញ្ញាទ្រឹស្ដីគឺជាបញ្ញាដែលកើតចេញពីគំនិតអរូបីដោយមានភាសាជាជំនួយហើយបញ្ញាប្រភេទនេះជាសកម្មភាពនៃការយល់ដឹងនិងការពន្យល់នៅបាតុភូតទាំងឡាយដែលជាទូទៅគឺកើតមានចំពោះមនុស្សចាប់ពីចេះនិយាយបង្គួរឡើងទៅហើយវាអាចដោះស្រាយបញ្ហាដែលមានលក្ខណៈអរូបីបានដូច្នេះយើងឃើញថាបញ្ញាទ្រឹស្ដីនេះគឺវាកើតឡើងចំពោះមនុស្សដែលចម្រើនវ័យទៅហើយចាប់ផ្ដើមចេះត្រេះរិះពិចារណាហើយបញ្ញាប្រភេទនេះផងដែរគឺវាអាចដោះស្រាយបញ្ហាស្មុគស្មាញជាច្រើនដោយបញ្ញាទ្រឹស្ដីនេះគឺវាអាចគិតស្វែងរកហេតុនិងផលខុសនិងត្រូវល្អអាក្រក់អញ្ចឹងគឺបញ្ញាទ្រឹស្ដីនេះគឺវាមានលក្ខណៈជ្រាលជ្រៅជាងបញ្ញាប្រតិបត្តិហ្នឹងឯងដូច្នេះយើងសង្កេតឃើញថាសង្រួមនៃក៏ដូចជាឆ្លើយតបទៅនឹងសំណួរដែលគេចោទសួរថាតើបញ្ញាត្រូវបានគេបែងចែកជាប្រមាណប្រភេទអញ្ចឹងនៅក្នុងខ្លឹមសារនេះគ្រូបង្ហាញស្របតាមសភៅសិលធម៌ពលរដ្ឋរបស់យើងថ្នាក់ទី12គឺបញ្ញាត្រូវបានលោកអ្នកប្រាជ្ញចែកជា2ប្រភេទនឹងឯងគឺបញ្ញាប្រតិបត្តិនិងបញ្ញាទ្រឹស្ដីហើយបើសិនបើបងអូនចោទសួរថាចុះលោកគ្រូបច្ចុប្បន្ននេះយើងឃើញមានបញ្ញាសពនិមិត្តមួយទៀតតើយើងអាចចាត់ចូលទៅក្រុមមួយណានៃបញ្ញាអញ្ចឹងបើសិនបើយើងក៏លេចទៅមើលបញ្ញាសពនិមិត្តនេះបើគិតទៅវាជាសមិទ្ធផលក៏ដូចជាលទ្ធផលនៃបញ្ញាទ្រឹស្ដីទេមានថាបញ្ញាទ្រឹស្ដីមនុស្សយើងមានបញ្ញាទ្រឹស្ដីហើយទៅមនុស្សយើងអាចបង្កើតនៅបញ្ញាមួយទៀតគឺបញ្ញាសពនិមិត្តហ្នឹងឯងមានន័យថាមនុស្សមានសមត្ថភាពត្រេះរិះពិចារណាមនុស្សសិក្សារៀនសូត្រជ្រៅជ្រះមនុស្សស្វែងយល់អំពីបច្ចេកវិទ្យាហើយមនុស្សក៏បានសរសេរកូដបាទចងក្រងកូដចងក្រងអីជាដើមហ្នឹងបង្កើតបានទៅជាបញ្ញាសពនិមិត្តដូច្នេះយើងអាចក្នុងខ្លឹមសារនៃការឆ្លើយតបទៅនឹងសំណួរថាបញ្ញាត្រូវបានគេបែងចែកជាប្រមាណប្រភេទគឺយើងនៅតែស្របតាមសភៅសិលធម៌ពលរដ្ឋដដែលថ្នាក់ទី12គឺមាន2ជាគោលគឺបញ្ញាប្រតិបត្តិនិងបញ្ញាទ្រឹស្ដីបាទអញ្ចឹងខ្លឹមសារនៅក្នុងថ្ងៃនេះគ្រូមានត្រឹមតែប៉ុណ្្នឹងទេហើយគ្រូសង្ឃឹមថាខ្សែអាត់វីដេអូឃ្លីបនេះនឹងជាជំនួយក្នុងការសិក្សារៀនសូត្ររបស់បងប្អូនដែលសិក្សាមុខវិជ្ជាសិលធម៌ពលរដ្ឋជាពិសេសគឺសម្រាប់បងប្អូនថ្នាក់ទី12បាទសូមអរគុណ